សួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាคลิปនេះខ្ញុំចង់ចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានបំណងចង់សាងសង់ផ្ទះសំណាញ់ហើយយកទៅដាំបន្លែបាទអញ្ចឹងអ្វីដែលជាបទពិសោធន៍ដែលចង់ចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការធ្វើផ្ទះសំណាញ់ជាធម្មតាយើងគិតថាដូចសាមញ្ញហើយងាយទេហើយអ្នកដែលអត់ទាន់មានផ្ទះសំណាញ់តែចង់បានផ្ទះសំណាញ់អញ្ចឹងអាចចំណុចទាំងអស់នេះដែលជាមានបញ្ហាឬក៏បទពិសោធន៍ទាំងអស់ហ្នឹងខ្ញុំចង់មកចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថាតើយើងគួរត្រៀមខ្លួននៅពេលដែលយើងអត់ទាន់មានផ្ទះសំណាញ់ហើយយើងចង់បានផ្ទះសំណាញ់តែយើងដឹងច្បាស់ស្អីខ្លះយើងគួរតែត្រៀមខ្លួនឲ្យបានឬក៏បងប្អូនដែលមានផ្ទះសំណាញ់ហើយមានបញ្ហាអាចមកទៅជែកជាមួយពួកយើងខ្ញុំបានហើយពួកយើងនឹងស្វ័យចិត្តហើយនឹងពេញចិត្តជាមួយនឹងការចែករំលែករាល់ដំណោះស្រាយដែលពុកម៉ែបងប្អូនទាំងអស់គ្នាជួបបញ្ហាទាំងអស់ហ្នឹងពីព្រោះអ្វីដែលយើងបានធ្វើនៅលើវិស័យកសិកម្មនេះមួយរយៈចុងក្រោយក្រុមហ៊ុន Noyon យើងបានប្រឡូកជាមួយលើវិស័យកសិកម្មបន្លែនេះច្រើនគឺគ្រប់តែម្ដងតាំងពីសាងសង់ផ្ទះសំណាញ់យើងដាំនៅក្នុងផ្ទះសំណាញ់ហើយយើងយកទៅលក់នៅលើទីផ្សារតែម្ដងអញ្ចឹងបទពិសោធន៍ទាំងអស់នេះពុកម៉ែបងប្អូនជួបបញ្ហាកន្លែងណាអាចមកទៅជែកជាមួយពួកយើងបានបញ្ហាផ្ទះសំណាញ់ដែលយើងគិតថាយើងយកមកដាំយកមកអីទាំងអស់ហ្នឹងពេលដែលពុកម៉ែបងប្អូនចាប់ដើមត្រូវការផ្ទះសំណាញ់សូមឲ្យដឹងឲ្យច្បាស់ថាតើផ្ទះសំណាញ់នោះផលិតហើយធ្វើហើយអាចដាំបន្លែបានឬអត់កត្តាអីខ្លះដែលធ្វើឲ្យដាំបានសូមឲ្យទៅជែកពីព្រោះរឿងទាំងអស់នេះត្រូវបានពួកខ្ញុំបានឆ្លងកាត់ហើយពេលដែលចាប់ដើមទៅជែកជាមួយនឹងក្រុមអ្នកផលិតផ្ទះសំណាញ់យើងត្រូវបានគាត់ថាគាត់ធ្វើបានចេះមួយចេះពីរប៉ុន្តែនៅពេលដែលយើងចាប់ដើមធ្វើជួបឧបសគ្គគាត់ឆ្លើយហេតុផលផ្សេងទាំងអស់ហ្នឹងអញ្ចឹងបទពិសោធន៍ទាំងអស់ហ្នឹងបើសិនជាបងប្អូនចង់បានឲ្យច្បាស់លាស់បងប្អូនគួរទៅសិក្សានៅទីតាំងដែលបងប្អូនដែលផលិតបន្លែនៅក្នុងផ្ទះសំណាញ់ឲ្យបានច្បាស់លាស់យកពេលវេលាមុននឹងចំណាយលុយសិក្សាស្រាវជ្រាវហើយទៅរកឲ្យឃើញថាតើផ្ទះសំណាញ់ដែលយើងបានផលិតមកយើងដាំបន្លែបានអីខ្លះហើយយើងដាំនៅពេលណាប្រភេទដីហ្នឹងដែលយើងកំពុងតែធ្វើហ្នឹងវាដាំបានឬអត់តើកម្ដៅទាំងអស់ហ្នឹងដែលយើងដាំនៅក្នុងផ្ទះសំណាញ់ហ្នឹងតើយើងអាចដាំបានកម្ដៅកម្រិតណាហើយគេធ្វើទៅតាមស្តង់ដារឬអត់សំណួរទាំងអស់ហ្នឹងពេលដែលយើងសួរគាត់ឆ្លើយស្រួលទេក៏ប៉ុន្តែអ្វីដែលខ្ញុំចង់បានជាងគេបំផុតគឺចង់ឲ្យដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យគាត់បង្ហាញទីតាំងបង្ហាញនៅបទពិសោធន៍បង្ហាញនៅគ្រប់កន្លែងហើយចាយពេលដើម្បីទៅពីព្រោះបច្ចុប្បន្ននេះកំពុងតែពេញនិយមខ្លាំងមែនទែនទៅលើផ្នែកផ្ទះសំណាញ់ប៉ុន្តែខ្ញុំជំរាបឲ្យអ្នកដែលសាងសង់ផ្ទះសំណាញ់ហើយក៏បរាជ័យជាច្រើនដែរប៉ុន្តែដើម្បីខ្ញុំចង់ចែករំលែកคลิปនេះទៅដល់ពុកម៉ែបងប្អូនដែលមានបំណងចង់ធ្វើផ្ទះសំណាញ់កុំឲ្យបរាជ័យកុំឲ្យខាតកុំឲ្យយកលុយទៅបោះចោលសម្រាប់នៅលើការសាងសង់ផ្ទះសំណាញ់នេះសូមពុកម៉ែបងប្អូនអាចសិក្សាស្រាវជ្រាវហើយវិវត្តខ្លួនពីដំណាក់កាលមួយទៅដំណាក់កាលមួយឲ្យបានច្បាស់លាស់កត្តាទី1ពាក់ព័ន្ធជាមួយនឹងការសាងសង់ផ្ទះសំណាញ់គឺសូមឲ្យសិក្សាពីកម្ដៅសិក្សាពីកម្ពស់ឲ្យសិក្សានឹងផ្ទៃដីដែលយើងត្រូវការធ្វើហើយនឹងទីតាំងពីព្រោះកន្លងមកពួកយើងតែងតែជជែកទៅលើផ្ទះសំណាញ់គឺគាត់និយាយពីរឿងថាធ្វើម៉េចឲ្យបានរឹងមាំទេគាត់អត់សូវបានហើយនឹងកម្ដៅអីទេប៉ុន្តែអ្វីដែលយើងបានធ្វើមកឥឡូវនេះឃើញថាភាពរឹងមាំវាជាកត្តាមួយយើងអាចទប់ស្កាត់អីបានប៉ុន្តែរឿងដែលសំខាន់គេគឺកម្ដៅយើងចង់ផ្ដោតទៅលើរឿងដែលផ្លាស្ទិកដែលគាត់យកមកដាក់ហ្នឹងតើកម្រិតណាស្បែកដែលគាត់យកមកដាក់បានការពារទៅដល់កម្ដៅឬក៏សត្វល្អិតដល់កម្រិតណាទាំងអស់ហ្នឹងគឺជារឿងមួយហើយរឿងដែលសំខាន់ទៅលើទៀតទៅលើរឿងដីដែលគាត់បានយកមកដាក់ចូលទៅក្នុងហ្នឹងតើដីហ្នឹងយើងត្រូវការកែប្រែឬក៏ត្រូវប្រើជីកប៉ុកកម្រិតណាត្រូវការជីធម្មជាតិកម្រិតណាទាំងអស់ហ្នឹងគឺសូមឲ្យបានច្បាស់លាស់កុំឲ្យធ្វើតាមតែពួកគាត់កត្តាទី1នៅពេលដែលធ្វើឲ្យអត់មានប្រាក់ចំណេញនឹងហើយជាឧបសគ្គដែលបរាជ័យអញ្ចឹងសូមជិះឲ្យបានថាបើធ្វើដើម្បីបានផលចំណេញចាំចាប់ដើមធ្វើអាហ្នឹងគឺជាអ្វីដែលខ្ញុំចង់ឲ្យពុកម៉ែបងប្អូនដឹងច្បាស់ហើយបន្ទាប់មកពាក់ព័ន្ធជាមួយនឹងកម្ដៅស្អីទាំងអស់ហ្នឹងយើងអាចមើលកម្ពស់យើងអាចមើលកម្ដៅយើងអាចមើលស្អីសបែបយ៉ាងនៅទីតាំងណាមួយដែលគាត់បានបង្ហាញបើគ្មានបង្ហាញគ្មានអីទេខ្ញុំគិតថាគួរកុំបន្ថយកុំបន្ថែមហើយកុំទៅយកលុយទៅវិនិយោគទៅលើវិស័យទាំងអស់នេះដោយការចាយវាមានលក្ខណៈច្រើនកត្តាដែលសំខាន់មួយទៀតពាក់ព័ន្ធជាមួយរកដៃគូដែលរឿងដែលទីផ្សារបាទអ
ចឹងពេលដែលយើងអត់ទាន់ដាំអ្នកទីផ្សារតែងតែមកទៅជែកជាមួយយើងថាបងដាំទៅអត់ខ្វះទេទីផ្សារពូជនេះមិនថាស្ពៃទឿមិនថាស្ពៃចកឹះមិនថាស្ពៃកញ្ញាញ់មិនថាខណៈផ្កាខណៈដើមសិតតាមួយសិតតាទីផ្សារល្អប៉ុន្តែនៅពេលដែលយើងចាប់ដើមដាំយើងតែងតែជួបឧបសគ្គជាមួយនឹងទីផ្សារថាមូលហេតុនេះមូលហេតុនោះសពបែបសពយ៉ាងអញ្ចឹងបើសិនជាអាចទៅរកបានខ្ញុំគួរតែទៅស្វែងរកទីផ្សារមុននឹងការដាំពីព្រោះនៅពេលដែលយើងបានដាំបានល្អហើយយើងទៅរកទីផ្សារអាពេលហ្នឹងគឺយើងអត់មានឱកាសចរចាជាមួយគេច្រើនទេប៉ុន្តែបើយើងរកទីផ្សារមុនអាហ្នឹងហើយគឺយើងអាចកំណត់ទៅលើតម្លៃឬក៏យើងអាចដឹងប្រាក់ចំណេញច្បាស់លាស់អញ្ចឹងបច្ចេកទេសទាំងអស់ហ្នឹងខ្ញុំចង់ឲ្យពុកម៉ែបងប្អូនដែលធ្វើពីមួយចាហ៊ានទៅមួយចាហ៊ានពីមួយចាហ៊ានទៅមួយចាហ៊ានត្រូវតែដឹងហើយត្រូវតែយល់ហើយត្រូវតែធ្វើឲ្យបានពីព្រោះការធ្វើបន្លែទាំងអស់នេះគឺភាពអាសាហើយរៀបផែនការច្បាស់លាស់បងប្អូនធ្វើទៅពិតជាចំណេញធ្វើទៅពិតជាបានកម្រៃបងប្អូនធ្វើទៅពិតជាបានប្រយោជន៍ដ៏ធំហើយពិតជាមានប្រាក់ចំណូលដ៏ខ្ពស់សម្រាប់លើបន្លែនេះពីព្រោះយើងអាចដាំបានច្រើនដងប៉ុន្តែយើងត្រូវផ្លាស់ប្ដូរមុខបន្លែមួយចំនួនដែលទៅតាមរដូវកាលពីព្រោះជាទូទៅបទពិសោធន៍របស់ខ្ញុំនៅពេលដែលចាប់ផ្ដើមដាំបន្លែនៅក្នុងផ្ទះសណាញ់ទៅកន្លែងណាក៏ដោយគឺបដោតស្ពៃចកឹះទៅស្ពៃទឿស្ពៃកញ្ញាញ់ស្ពៃចកឹះស្ពៃទឿស្ពៃកញ្ញាញ់ប៉ុន្តែផ្សេងទៀតយើងអត់សូវបានបដោតអត់សូវឲ្យតម្លៃទេអញ្ចឹងនៅពេលដែលចាប់ផ្ដើមផ្ទះសណាញ់កាន់តែរីកកាន់តែធំមានន័យថាវាចំនួនកាន់តែច្រើនទៅទាំងគោលនយោបាយរដ្ឋាភិបាលគោលជំរុញលើកទឹកចិត្តឲ្យប្រើបន្លែក្នុងផ្ទះសណាញ់ខាងអង្គការក្រៅរដ្ឋាភិបាលក៏លើកទឹកចិត្តឲ្យហើយនឹងអ្នកដែលវិនិយោគមួយចំនួនដែលជាម្ចាស់ដែលលើឃើញគេថាមានប្រាក់ចំណេញក៏ទៅដាក់ចូលទៅប៉ុន្តែអ្វីដែលជាកំហុសដ៏ធំដែលខ្ញុំរកឃើញគឺពាក់ព័ន្ធជាមួយនឹងដាំបន្លែដូចគ្នាជាច្រើនតាមរយៈស្ពៃចកឹះស្ពៃទឿស្ពៃកញ្ញាញ់ទាំងអស់ហ្នឹងអញ្ចឹងគាត់ទៅចូលទៅដល់ផ្ទះសណាញ់គឺគាត់ផ្ដោតទៅលើអស់ហ្នឹងអញ្ចឹងដើម្បីឲ្យគេចផុតពីអស់ហ្នឹងគួរទៅរកទីផ្សារឲ្យបានហើយនឹងបទពិសោធន៍មួយចំនួនដែលយើងបានជួបប្រទះបងប្អូនអាចមកសិក្សាស្រាវជ្រាវនៅទីនេះបានមិនថានៅរោងចក្រហ៊ុយយន្តមិនថានៅសហគមន៍ឬក៏ទីតាំងមួយចំនួនដែលហ៊ុយយន្តបានធ្វើកិច្ចការជាមួយយើងអាចបញ្ជូនពុកម៉ែបងប្អូនអាចទៅធ្វើបាននេះគឺជាដំណោះស្រាយមួយតែមួយគត់សម្រាប់ដល់ពុកម៉ែបងប្អូនដែលមានបំណងចង់ធ្វើផ្ទះសណាញ់ដែលដាក់ទុនទៅលើផ្ទះសណាញ់ហើយវិនិយោគដាំបន្លែដើម្បីយកទៅលក់លើទីផ្សារពីព្រោះទីផ្សារមានប៉ុន្តែគាត់នឹងជំរាបថាតើបើយើងអត់ដឹងទេនឹងហើយគឺជាខ្លាយទៅជាអ្វីដែលយើងអត់មានទីផ្សារត្រឡប់ទៅវិញបាទជាស្ដែងបច្ចុប្បន្ននេះនៅពេលដែលចាប់ដើមរដូវក្តៅចេះទៅយើងឃើញថាខ្វះបន្លែពេលខ្វះបន្លែឡើងថ្លៃហើយនៅក្នុងផ្ទះសណាញ់មួយចំនួនក៏យើងដាំអត់បានអញ្ចឹងបើសិនយើងមានផ្ទះសណាញ់ហើយយើងដាំអត់បានទេនឹងហើយគឺជាកំហុសដ៏ធំបំផុតសម្រាប់ពុកម៉ែបងប្អូនដែលមានផ្ទះសណាញ់ហើយជួបឧបសគ្គទាំងអស់ហ្នឹងអញ្ចឹងដំណោះស្រាយហ្នឹងគឺអាចតាក់ទងមកយើងនឹងសប្បាយចិត្តនឹងរីករាយជាមួយនឹងចែកនៅបទពិសោធន៍ទាំងអស់នេះដល់ពុកម៉ែបងប្អូនបាទសូមអរគុណ